ចម្រងនៃខ្សែភាពយន្តនិងរឿងភាគប៉ុណ្ណោះទេនឹកស្មានមិនដល់ថាស្ដេចអាក្រក់នេះពេលខ្លះក៏មានចិត្តទន់ភ្លន់ដែរស៊ូធ្វើឲ្យទ្រង់គ្រាន់តែជាស្ដេចដែលស្រេកឃ្លានអាហារឆ្ងាញ់ប៉ុណ្ណោះមិនក៏យើងទាមទារឲ្យទ្រង់មានអារម្មណ៍ដូចមនុស្សធម្មតាបានទៅទ្រង់មិនមែនស្រឡាញ់យើងទេទ្រង់គ្រាន់តែចាត់ទុកយើងជាថ្នាំបំបត្តិអារម្មណ៍មួម៉ៅរបស់ទ្រង់តែប៉ុណ្ណោះអូនតូចធ្វើអីនឹងយើងខុសបំរាមហើយអ្នកដឹងរឿងសម្ងាត់របស់ខ្ញុំច្រើនពេកហើយប្រសិនបើអ្នកមិនចង់ធ្វើជាព្រះមហាក្សត្រីខ្ញុំទេអ្នកនឹងត្រូវបាត់ខ្លួនទាំងស្រុងពីក្នុងព្រះបរមរាជវាំងអូនេះហើយជាបិសាចដែលមិនខ្លាចស្លាប់សោះអ្នកនិយាយអ្វីអីយ៉ាខ្ញុំនិយាយថាព្រះអង្គមិនត្រឹមតែស្អាតទេថែមទាំងសង្ហាទៀតផងស្ត្រីទូទាំងផែនដីនឹងអង្វរឲ្យព្រះអង្គបំពេញបំណងពួកគេព្រះអង្គគង់ចាស់បើមិនដូច្នោះទេវានឹងក្លាយជាបញ្ហាមិនបានទេរឿងនេះគឺបានកំណត់រួចហើយស្ដេចឆ្កែនេះពិតជាចង្អៀតចង្អល់មែនពីយប់មិញនៅចង់ធ្វើបាបចិត្តខ្ញុំនៅឡើយស្រាប់តែថ្ងៃនេះបែរជាឲ្យខ្ញុំធ្វើជាមហាក្សត្រីទៅវិញមិនបានទេខ្ញុំមិនអាចធ្លាក់ចូលអន្ទាក់របស់គេបានឡើយខ្ញុំត្រូវតែរកវិធីដើម្បីឲ្យគេជ្រើសរើសអ្នកផ្សេងធ្វើជាមហាក្សត្រីទៅបាន Baby Cheat Baby Cheat អរុនសួស្ដីព្រះនាងឆាវស៊ូព្រះនាងមកមានការអ្វីដែរខ្ញុំម្ចាស់បានមកទីនេះដើម្បីចង់ប្រាប់ព្រះនាងថាប្រសិនបើព្រះនាងចង់បានហួងធាននៅក្នុងពិធីជប់លៀងថ្ងៃស្អែកធានអឹងសឺអាចយកពីនកន្ទុយនាគនោះមកលេងបទចម្រៀងបន្ធូរអារម្មណ៍មួយជូនព្រះអង្គបានអ្នកនិយាយមិនពិតទេនេះជាបទដែលព្រះអង្គចូលចិត្តខ្លាំងណាស់ហេតុអីអ្នកបែរជាឲ្យខ្ញុំលេងបទមរតុកនេះពិបាកស្ដាប់ណាស់ដូចជាបទសោកសៅដែលធ្វើឲ្យមួយដេកអញ្ចឹងកុំបង្កើតរឿងអាក្រក់បើមិនដូច្នេះទេអ្នកច្បាស់ជាចង់ធ្វើបាបខ្ញុំហើយមកទៀតហើយហេតុមិនមែនទេអូយនេះជាការប្រមាថព្រះអង្គអ្នកចេញទៅពិធីជប់លៀងបុណ្យការ100ឆ្នាំហាហឹមហាហេនោះលោកអុករាជមកដល់ហើយព្រះមហាក្សត្រយាងមកដល់ហើយពួកខ្ញុំបាទក្រាបបង្គំក៏ព្រះមហាក្សត្រព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងសូមទ្រង់មានព្រះជន្មាយុ3ព្រះវស្សា10000ព្រះវស្សា10000ព្រះវស្សាព្រះអង្គកម្ចាស់តូចព្រះនាងស៊ូកំពុងញ៉ាំអ្វីនឹងខ្វក់ណាស់ក្លិនស្អុយណាស់ក្រោកឡើងទាំងអស់គ្នាសូមអរព្រះគុណព្រះចៅអធិរាជពិតព្រះអង្គម្ដេចក៏ព្រះអង្គមានព្រះបន្ទូលថាវាជារបស់ខ្វក់ទៅវិញនេះច្បាស់ជាកើតចេញពីកំណត់ទ្របរបស់មេឃនិងដីជាម្ហូបដ៏ឆ្ងាញ់ពិសាទេឆ្ងាញ់ណាស់តើហ៊ូស្អុយព្រះអង្គសាក់ភ្លក់មើលទៅថ្ងៃនេះខ្ញុំមានចិត្តណាធ្វើខ្លួនឯងស្វាយត្រង់សោយខ្ញុំមិនជឿថាអ្នកនៅតែទូតែងតាំងខ្ញុំជាព្រះមហាក្សត្រទៀតទេស្អុយស្លាប់ហើយអង្គកម្ចាស់តូចព្រះអង្គកម្ចាស់តូចឈប់ភ្លាមគុំបំពេញព្រះអង្គគឺខ្ញុំម្ចាស់នេះហើយដែលមិនបានគ្រប់គ្រងរាជវាំងខាងក្នុងបានល្អនេះគឺស៊ូគុយរិនដែលបានយករបស់ស្មោកគ្រោកបែបនេះមកកាន់ពិធីបុណ្យបុព្វកាចូលមកអូស៊ូគុយរិនចេញទៅហើយវានឹងបន្ទះឈើហឹមមិនបាច់ទេអស់ចាមែនទោះជាទៅហ៊ូស្អុយនេះធំក្លិនស្អុយប៉ុន្តែពេលញ៉ាំទៅវាមានរសជាតិឈ្ងុយឆ្ងាញ់ឆាប់ឡើងខ្ញុំបានជួបអ្នកជំនួយស្មារតីហើយខ្ញុំត្រូវតែឲ្យអ្នកលេបថ្នាំឈើខ្លះទ្រង់ពិបាកពេកហើយទូបង្គំត្រូវតែលាបថ្នាំបន្តិចឲ្យទ្រង់ហើយព្រះអង្គម្ចាស់ទូបង្គំក៏បានត្រៀមអាហារសម្រន់មួយមុខទៀតសម្រាប់ព្រះអង្គម្ចាស់ដែរឈ្មោះថាគុយជាវលិចង់សាក់លបងទេអូយព្រះអង្គម្ចាស់វាញ៉ាំមិនកើតទេមិនទៅព្រះអង្គម្ចាស់ទ្រង់យល់យ៉ាងណាដែរពេលនេះអ្នកគួរតែពីនៃខ្ញុំហើយមែនទេបាទខ្ញុំត្រៀមខ្លួនចាប់ដើមរីករាយនឹងថ្ងៃឈប់សម្រាប់ដ៏វែងរបស់ខ្ញុំនៅក្នុងព្រះរាជវាំងត្រជាក់ហើយថ្មីនេះខ្ញុំតែងតែធំក្លិនឈួរដែលបណ្ដាលឲ្យខ្ញុំឈឺក្បាលទ្រាំមិនបានប៉ុន្តែនៅពេលនេះក្លិនស្អុយជូរនេះបែរជាក្លិនក្រអូបទៅវិញធ្វើឲ្យក្បាលខ្ញុំស្រឡះបានច្រើនតាមព្រះរាជចង្ការព្រះនាងស៊ូគួយរឿនមានស្នាដៃក្នុងការធ្វើម្ហូបឆ្ងាញ់ដូច្នេះត្រូវព្រះរាជទានរង្វាន់ជាមាសប្រាក់និងគ្រឿងអលង្ការ10ហឹបក្រណាត់សូត្រដ៏ស្រស់ស្អាត20ដុំហើយត្រូវបញ្ចូលទៅហ៊ូស្អុយនិងមីខ្យងទៅក្នុងពិធីជប់លៀងអាហារសម្រាប់ទទួលព្រះរាជវង្សានុវង្សនិងមន្ត្រីជាន់ខ្ពស់ព្រះករុណាព្រះនាងឆាប់ឡើងថ្វាយបង្គំអរព្រះគុណទៅខ្ញុំម្ចាស់សូមអរព្រះគុណព្រះអង្គម្ចាស់ថ្ងៃនេះជាពិធីជប់លៀងផ្កា100ឆ្នាំស៊ូគុយរិនបានយកអាហារដែលមានក្លិនជូរស្អុយខ្លាំងនេះមកពិធីជប់លៀងផ្កា100នាងច្បាស់ជាចិត្តណាស់ហើយអញ្ចឹងសូមដាក់ទោសស៊ូគុយរិនដោយឲ្យនាងលេងមួយបទទៅព្រះអង្គម្ចាស់ខ្ញុំម្ចាស់ជាកូនចៅត្រកូលទាហានអ្វីដែលខ្ញុំម្ចាស់បានរៀនតាំងពីកុមារភាពគឺគោលការណ៍ដែលថាគ្មានទេពកោសល្យជាគុណធម៌ខ្ញុំពិតជាមិនចេះអ្វីទាំងអស់សំណាងល្អខ្ញុំនៅតែចាំកិត្តិយសរបស់ខ្លួនខ្ញុំធ្វើជាមិនចេះអ្វីទាំងអស់ទ្រង់ច្បាស់ជាដាក់ទោសហើយហឹមឆាប់ទៅមានរឿងអីទ្រង់មិនដាក់ទោសខ្ញុំទេអរេនេះ
អង្គុយចុះទាំងអស់គ្នាព្រះករុណាខ្ញុំតែងតែបទភ្លេងរបស់ព្រះនាងចៅគីហ្វាក្នុងយ៉ាងខាងក្រោយចុះបើឲ្យព្រះនាងចៅគីហ្វាច្រៀងបទចម្រៀងមួយបទមុនយ៉ាងម៉េចដែរសូមអនុញ្ញាតឲ្យខ្ញុំជួយទៅចុះសាច់មាន់ប្រៀបទៅនឹងសាច់ទារសជាតិឆ្ងាញ់ប្រហែលគ្នាតែខ្ញុំញ៉ាំសាច់ត្រីក្រែឈើហើយនឹងក្រែពុកជ័របើឲ្យខ្ញុំជ្រើសយកខ្ញុំចូលចិត្តដេកដីអបណាស់ប្រុសណាជក់វេបតែបើខ្ញុំចូលចិត្តប្រុសណាជក់បារីខ្ញុំប្រាប់ហើយមិនជឿព្រះនាងម្នាក់នេះស្រឡាញ់គេម្នាក់ឯងយូរទៅរហូតដល់វង្វេងហើយអូនស្រីម៉ាក់ទូរស័ព្ទមកទៅផ្ទះចាំតិចទៀតម៉ាក់ហេច្រៀងទៅរំទៅកំផ្លឬគ្លីនិករបស់វាមេឃងឹតហើយតោះដាក់មកយូរអីនិយាយថាគូចិត្តហើយអញខំធ្វើអីពេលយប់បេះដូងនៅគេទៀតបេះដូងស្រែករកគេតែម្នាក់ប៉ុន្តែអីគេមានថ្មីហើយយ៉ាងណាក៏ដោយគឺខ្ញុំនៅតែនៅគេហឹកខ្ញុំចង់ប្រើទូរស័ព្ទ15 2 Pro Max តែអត់លុយទិញទេហាហឹកខ្ញុំអស់លុយហើយជំពាក់គេទៅថ្មីទាំងចាស់ខ្ញុំឲ្យពិសេសបំផ្លាញនោះប្រែប្រួលបន្តិចថ្ងៃនេះកំណើតដូចឈើធ្វើជាជាងទឹកកកមិនអាចបកតែបានខ្ញុំគឺកំបិតរលាមកធ្វើសេះចានធំជាមត្រីច្រកស្រង់ទាំងអស់ជ្រូកចង្កាក់បោទឹកបង្គាត្រៀមហើយអ្វីក៏រំមកខ្លួនខ្ញុំចេញទៅវិញចាំចង់ឃើញរឿងរំពីអីចឹងខ្ញុំព្រះអង្គព្រះនាងទាំងអស់រំមានកាយវិការនិងសម្រុំសូមទ្រង់ចេញបញ្ជាឲ្យជុំទៅកាទូនឹងទឹកអេក្រង់ក្នុងកម្មវិធីផ្សាយផ្ទាល់គ្មានបញ្ហាទេសូមមេត្តាចុច like ជាចែករំលែកនិងឧបត្ថម្ភដើម្បីគាំទ្រកម្មវិធី